ต่อ គ្រប់សួស្តីដល់ពុកម៉ែបងប្អូនជនរួមជាតិក្នុងប្រទេសនិងក្រៅប្រទេសបងប្អូនជួយចូលរួមជាមួយខ្ញុំមួយមើលខាងកងកម្លាំងរបស់ខ្ញុំខ្វះខាតដោយការខ្វះខាតរបស់ការលំបាករបស់កងកម្លាំងជួយចែកម្លែកមួយមើលខ្វះខាតម៉ូតូមួយគ្រឿងហ្នឹងហើយសប្ដងខ្ញុំយកឡានខ្ញុំផ្ទាល់យកបញ្ជូនស្បៀងអញ្ចឹងណាហ្នឹងហើយចំណាយទាំងឡានខ្លួនឯងផ្ទាល់ឥឡូវឡានខ្ញុំខូចហើយពិបាកបញ្ជូនស្បៀងហ្នឹងហើយឥឡូវចង់ស្នើសុំពុកម៉ែបងប្អូនទាំងអស់ជនរួមជាតិទាំងអស់គ្នាណាទាំងក្នុងប្រទេសនិងក្រៅប្រទេសហ្នឹងហើយមេតាអាចជួយសម្រួលម៉ូតូខាងក្រុមការងារខ្ញុំមួយបានអត់ហ្នឹងហើយពួកខ្ញុំឈរជើងនៅទិសមុខហ្នឹងហើយតំបន់បិទ 4.6 ទិសទី1ខ្សែត្រៀមទី1បាទហ្នឹងហើយដោយការខ្វះខាតលំបាកបញ្ជូនស្បៀងបងប្អូនខ្ញុំពិបាកបញ្ជូនស្បៀងឡើងលើហ្នឹងហើយសុំម៉ូតូរៀងខ្ពស់តិចមកអាកង់រៀងខ្ពស់ណាព្រោះជិះតែម៉ូតូទៀបវារៀងប៉ះថ្មអញ្ចឹងណាព្រោះថ្មលើភ្នំដឹងស្រាប់ហើយវាខ្ពស់អញ្ចឹងណាអញ្ចឹងសុំចិត្តបងប្អូនអាចជំនួយជាម៉ូតូមួយគ្រឿងមកឬក៏ជាថវិកាក៏បានដែរបងប្អូនអរគ្នាដើម្បីឲ្យខ្ញុំធ្វើឡានវិញហ្នឹងហើយសម្រាប់ចិត្តខ្ញុំចំណាយទាំងកម្លាំងចំណាយទាំងកាយសម្បទាពេលវេលាទាំងអស់ទាំងឡានទាំងទ្រព្យសម្បត្តិរបស់ខ្ញុំហ្នឹងហើយយកមកដឹកអង្គរួមចូលរួមអាហ្នឹងខ្ញុំចំណាយរបស់ខ្ញុំហើយលុយខូចខាតលើខ្ញុំទៀតហ្នឹងហើយអញ្ចឹងសូមបងប្អូនជួយខ្ញុំតិចបានអត់ជួយអាឡៃហ្នឹងតិចមកហ្នឹងហើយដើម្បីសម្រួលការងារកងកម្លាំងជួរមុខអញ្ចឹងណាហើយពួកខ្ញុំនឹងខំប្រឹងប្រែងស្វាត់ស្វែងឲ្យអស់ពីសមត្ថភាពហ្នឹងហើយដើម្បីការពារទឹកដីដូនតារបស់យើងហ្នឹងហើយអាចជួយបានអត់បងប្អូនអរគ្នាហ្នឹងហើយជួយ like ជួយ share ម្នាក់មួយហ្នឹងហើយដើម្បីឲ្យដឹងឮដល់បងប្អូនដែលគាត់មានធនធានអញ្ចឹងណាហ្នឹងហើយថ្ងៃមុនសូមថ្វាយបង្គំអរគុណដល់គុណម្ចាស់នៅខាងឯទៅរៀននៅនេះស្អីគេប្រទេសមីយ៉ាន់ម៉ាហ្នឹងហើយគុណម្ចាស់ទៅរៀនដល់ប្រទេសមីយ៉ាន់ម៉ាហើយឃើញវីដេអូរបស់កណាធ្វើអ្នកការពារជាតិហ្នឹងហើយព្រោះវីដេអូខ្ញុំមើលទៅរៀងសកម្មដែរហ្នឹងហើយសូមថ្វាយបង្គំអរគុណហ្នឹងហើយសូមថ្វាយពពរគុណម្ចាស់ឲ្យរៀនកាន់តែពូកែចាប់កាន់តែជាប់ហ្នឹងហើយសូមអរគុណគុណចាស់ហ្នឹងហើយដែលជួយជំនួយជាថវិកាដល់កងកម្លាំង2នាក់ចំនួន2នាក់ដែលមានវីដេអូដែលថាស៊ីសាច់ឆៅហ្នឹងណាហ្នឹងហើយហ្នឹងអរគុណគុណចាស់ហ្នឹងហើយជូនពរឲ្យគុណម្ចាស់ថ្វាយពពរឲ្យគុណម្ចាស់មានបជនយឺនយូរហ្នឹងហើយបងប្អូនអាចជួយបានអត់បើសិនជាអាចមានម៉ូតូក៏បានហើយបើសិនជាអត់ម៉ូតូជួយជាថវិកាក៏បានដែរដើម្បីសម្រួលឲ្យឡានខ្ញុំធ្វើបានហើយខ្ញុំដឹកស្បៀងជូនបងប្អូនកងទ័ពខ្ញុំកុំឲ្យពិបាកអញ្ចឹងណាហ្នឹងហើយកុំឲ្យពិបាកហ្នឹងហើយនឹងអរគុណច្រើនសម្រាប់ការអរគុណទុកជាមុនពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយអាចជួយបានអត់ម៉ូតូមួយគ្រឿងមករៀងខ្ពស់តិចមកហ្នឹងហើយអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការស្រឡាញ់អរគុណច្រើន